ចូលដល់មង្គលទី37ក្នុងចំណោមមង្គលទាំង38ដែលធ្វើឲ្យជីវិតមានសុភមង្គលសេចក្តីស្ងប់ពីបរិសុទ្ធគឺមិនមានកិលេសកិលេសជាគ្រឿងសៅហ្មងនៃចិត្តគឺចិត្តដែលមានធូលីគឺមានលោភៈទោសៈមោហៈធូលីនៃចិត្តគឺកិលេសមាន10យ៉ាងទី1គឺសក្កាយទិដ្ឋិការប្រកាន់ថាកាយជារបស់ខ្លួនឬបញ្ញខណ្ឌជារបស់ខ្លួនទី2គឺវិចេកិច្ឆាវិចេកិច្ឆាសេចក្តីសង្ស័យស្ទាក់ស្ទើរមិនប្រកបក្នុងចិត្តទី3គឺសិលបបរាមិសិលមិនសិល្បៈឯសិលកន្លែងនេះខ្ញុំពិបាកអានមែនតើអត់ដឹងថាម៉េចនេះសិលមិនសិល្បៈទេសិលបបរាមាសបើខ្ញុំអានខុសសូមអភ័យទោសប្រកាន់នៅវត្ថុប្រតិបត្តិរបស់ខ្លួនថាត្រឹមត្រូវទី4គឺកាមរាគៈសេចក្តីត្រេកអររីករាយក្នុងវត្ថុកាមតម្រេកក្នុងកាមទី5គឺបដិខៈសេចក្តីថ្នាំងថ្នាក់ចិត្តទី6គឺរូបរាគៈសេចក្តីត្រេកអរក្នុងរូបភាពតម្រេកក្នុងរូបទី7គឺអរូបរាគៈសេចក្តីត្រេកអរក្នុងអរូបតម្រេកក្នុងអរូបទី8គឺមានះសេចក្តីប្រកាន់លើកដំកើងខ្លួនឯងមើលងាយអ្នកដទៃទី9គឺឧទ្ធៈកន្លែងនេះពិបាកអានទៀតហើយទី9គឺឧទ្ធៈឆៈបើសិនខ្ញុំអានខុសសូមអភ័យទោសចិត្តរសាប់រសល់រវើរវាយទី10គឺអវិជ្ជាសេចក្តីល្ងងខ្លៅភាពមិនដឹងការបើចិត្តមានធូលីគឺកិលេសទាំងអស់នេះយើងមិនអាចរួចផុតចាកទុកបានទេ